សួស្តីទាំងអស់គ្នានៅក្នុងវីដេអូនេះនាំទាំងអស់គ្នាទៅមើលពីសកម្មភាពដែលខ្ញុំទៅចូលរួមពិធីបើកមហាស្រពភាពយន្តអន្តរជាតិលើកទី15នៅសាលចតុមុខយើងហ្នឹងហើយនេះពេលទៅដល់ភ្លាមអួតកបោបសិនកបោបហ្នឹងគឺបងស្នាដៃប្អូនស្រីខ្ញុំគាត់អ្នកចាក់ខ្ញុំក៏ចេះចាក់ដែរហើយប្អូនស្រីខ្ញុំគាត់ចាក់ហើយគាត់ឲ្យខ្ញុំទៅដល់ជួបប្អូនគាត់ជាជនជាតិដើមភាគតិចភាជួបគ្នាសួរនាំនិយាយគ្នាបន្តិចបន្តួចអញ្ចឹងណាដោយសារថ្ងៃហ្នឹងគាត់ប្រាប់ខ្ញុំថាគាត់មានការសម្ដែងហើយនឹងដើរម៉ូដសម្លៀកបំពាក់កៅអៅជនជាតិដើមភាគតិចនេះអួតកបោបមិនទាន់បានអីផងធ្លាក់រើសយកមកវិញសិនដើម្បីថតបន្តទៀតដោយទាំងអស់គ្នាឃើញនៅក្នុងវីដេអូហ្នឹងអញ្ចឹងកបោបនឹងវារៀងខ្សែនឹងវាអត់សូវណែនល្អមិនទាន់បានបំពេញម៉ូដអឺពេលដែលតនេនឹងបំពេញម៉ូដឲ្យមើលទៅម៉ូដនឹងវាមាំស្អាតជាងនឹងអញ្ចឹងណាហើយកន្លែងត្រង់នេះខ្ញុំថតវីដេអូពីច្រើនឲ្យតែខ្ញុំទៅកម្មវិធីខ្ញុំថតវីដេអូខ្លួនឯងរហូតហើយពេលខ្លះប្រកាច់ប្រកិនតែម្នាក់ឯងនេះថតមួយពីដោពួកអីស្គាល់ពីដោយូរប៉ុន្តែដែលបានថតរូបថតវីដេអូថតអីមួយគ្នាទាំងអស់គ្នាហើយនៅយប់ថ្ងៃបើកហ្នឹងជាតាគាត់សម្ដែងអឺគាត់សម្ដែងនៅក្នុងយប់ថ្ងៃបើកនឹងដែរអញ្ចឹងណាហើយគាត់ច្រៀងព្រោះទាំងអស់គ្នាហើយបតគាត់ច្រៀងឡើងរ៉ូមែនទិកអ្នកស្ដាប់ឡើងលងលួយទៅតាមចង្វាក់ភ្លេងបតចម្រៀងរបស់គាត់អញ្ចឹងណាហើយនៅក្នុងថ្ងៃបើកមហាស្រពភាពយន្តហ្នឹងមានចាក់រឿងចាក់អីតាក់ទងជាមួយនឹងប្រវត្តិសាស្ត្រខ្មែរច្រើនឲ្យអ្នកចូលរួមបានទស្សនាអញ្ចឹងណាហើយទាំងអស់គ្នាឆ្នាំហ្នឹងមានការចូលរួមច្រើនមែនតែនពីអ្នកពីភ្ញៀវពួកឯកម្មវិធីហ្នឹងខ្ញុំទៅចូលរួមសឹងរាល់ឆ្នាំខ្ញុំសង្កេតឃើញតែឆ្នាំហ្នឹងមានអ្នកចូលរួមច្រើនរហូតដល់អត់មានកៅអីឲ្យភ្ញៀវគាត់អង្គុយដើម្បីទស្សនារឿងអីចឹងណាហើយដូចខ្ញុំអីចឹងខ្ញុំត្រូវណាមួយការងារខ្ញុំត្រូវដើរចុះដើរឡើងចង់រឹងជើងផងឈរយូរពេកទាំងអស់គ្នាហើយនៅថ្ងៃហ្នឹងក៏មានកម្មវិធីប្លែកដែរដោយមានការចូលរួមពីបងប្អូនជនជាតិដើមភាគតិចនៅក្នុងការសម្ដែងដើរម៉ូដដើរអីដូចក្បាលវីដេអូដែលខ្ញុំបាននិយាយពីដើមមកអញ្ចឹងណាហើយភ្ញៀវផលិតករភាពយន្តតារាសម្ដែងតារាចម្រៀងហើយជាពិសេសគឺវត្តមានពីខាងក្រសួងខាងអីដែលគាត់អញ្ជើញចូលរួមព្រោះកម្មវិធីហ្នឹងជាកម្មវិធីថ្នាក់ជាតិធំទាំងអស់គ្នាដល់ពេលអញ្ចឹងទៅវាត្រូវការការគ្រប់គ្រងច្រើនពីភាគីពាក់ព័ន្ធ NGO ពីក្រុមហ៊ុនឯកជនពីអីជាដើមអញ្ចឹងណាចេញមកជួបមនីតាំងពីក្មេងស្រីតូចល្អិតអត់តាន់គ្រប់អាយុខ្ញុំថតវីដេអូ documentary ឥឡូវឡើងប៉ុណ្ណានៃហើយគាត់សួរនាំការសិក្សារបស់គាត់ achievement ទាំងអស់គ្នាគាត់រៀនបានចិត្តចប់ហើយជួបជាមួយនឹងមិត្តភ័ក្តិផ្សេងទៀតវីដេអូចុងក្រោយជួបមួយជាតិតាគុំថាថតវីដេអូនឹងថតរូបជាមួយជាតិតាប៉ុន្តែឡែនថតបានឲ្យតែវីដេអូទាំងអស់គ្នាហើយបន្ទាប់មកជួបជាមួយនឹងបងភា lifestyle ថតវីដេអូថតអីជាមួយគាត់សិនដើម្បីកាត់ធ្វើ vlog ឲ្យទាំងអស់គ្នាបានមើលអូខេ